អូខេមកចាំមកសាករៀបរាប់ពីខ្លួនឯងតិចមកខ្ញុំអរគុណបងតើណាស់មកវិញទៀតមកមានគ្រប់ចោលអីចោលចឹងណាហើយត្រូវមកតាមវីដេអូនេះខ្ញុំប្រាប់ពីវិធី3ចំណុចដើម្បីឲ្យកាត់បន្ថយការភ័យហ្នឹងនៅពេលដែល interview អញ្ចឹងអត់មានទៅ interview ទៅសោះគ្រប់ចោលអីចោលចឹងណាមកតាមវីដេអូហ្នឹងឆាប់អស់គ្នាអូខេចុងគ្រឿងទី1ហ្នឹងគឺកុំព្យាយាមលាក់ភាពភ័យបានអ្នកគ្នាអញ្ចឹងត្រូវធ្វើបែបនេះវិញអញ្ចឹងtechniqueទី1ហ្នឹងគឺនៅពេលអ្នកគ្នាដើរចូលទៅក្នុងបន្ទប់ហ្នឹងត្រូវតែមានភាពញញឹមជាប់មុខជានិច្ចហើយនិយាយពីថាឲ្យជ្រាបសួរមកក៏សួរស្ដីគាត់មិននឹងមកអញ្ចឹងទៅវាជួយកាត់បន្ថយភាពតានតឹងហើយនឹងមាន connection ល្អជាមួយ HR ហើយក៏ធ្វើឲ្យ HR នឹងថាអ្នកគ្នាគឺជាមនុស្សដែលមានសុជីវធម៌ខ្ពស់ហើយក៏ជាមនុស្សដែលរាក់ទាក់ដែរហើយចុងទី2ហ្នឹងមើលទៅលើ body language របស់អ្នកគ្នាអត់មានទៅដល់នៅពេលដែលអ្នកហ្នឹងអង្គុយរួនជើងឬមួយក៏លេងដៃពេលដែរទេអញ្ចឹង HR គាត់នឹងវាមិនថាអ្នកគ្នាអត់មាន confidence មានទំនុកចិត្តលើខ្លួនឯងទេនៅពេលដែល interview មួយហើយចំណុចទី3វិញគឺការនិយាយទឹកចឹងធម្មតាគឺថាសម្រួលអារម្មណ៍អ្នកគ្នាហ្នឹងគឺឲ្យទៅតាម flow ធម្មតាទៅកុំមានអារម្មណ៍ថា rush ពេកអញ្ចឹងក៏វាបន្ថែមភាពតានតឹងឲ្យអ្នកគ្នានិយាយកាន់តែតាក់ដែរអញ្ចឹងបើសិនជាអ្នកគ្នាចៃដន្យតួកំណត់ឬមួយក៏គិតអត់ចេញកុំស្លន់ស្លោត្រូវតែនិយាយប្រាប់គាត់ថាអធិស្ឋានបងខ្ញុំសុំពេល3វិនាទីដើម្បីគិតម្ដងទៀតឬមួយក៏សម្រួលអារម្មណ៍អញ្ចឹងទៅអញ្ចឹងប៉ុន្តែនេះក៏ HR គាត់យល់ដែរហើយក៏គាត់ថាអ្នកគ្នាមានភាពទំនុកខុសត្រូវនិង confidence ទៅលើខ្លួនឯងដែរទៅហើយមួយទៀតដល់ពេលដែល interview មិនប្រកាសថាអ្នកគ្នានិយាយច្រើនទៅគឺល្អហើយណាគឺត្រូវតែមានភាព confidence ទៅលើខ្លួនឯងនេះបាន HR គាត់ចង់បាន